កូនអ្នកខេត្តព្រៃវែងវ័យទើប10ឆ្នាំប៉ុណ្ណោះឆ្លងកាត់ការប្រឡងប្រមាណ60កម្មវិធីទាំងក្នុងនិងក្រៅប្រទេសទទួលបានពាននិងមេដាយ65គ្រឿងចេះរហូតដល់3ភាសាជាក្មេងដែលមានភាពម៉ឺងម៉ាត់ពូកែហើយមានអត្តចរិតល្អកុមារីកែវវរៈភ័ក្រអាយុ10ឆ្នាំជាកូនអ្នកខេត្តព្រៃវែងបច្ចុប្បន្នរស់នៅក្នុងរាជធានីភ្នំពេញដែលកំពុងតែបន្តការសិក្សានៅក្នុងសាលា Invector International School ភ្នំពេញដោយឆ្នាំសិក្សាថ្មីនេះប្អូនស្រីវរៈភ័ក្រនឹងចូលរៀនថ្នាក់ទី5ហើយបើកលេចបំមើអំពីការសិក្សារបស់ប្អូនស្រីវរៈភ័ក្រវិញប្អូនតែងតែទទួលបាននូវលទ្ធផលល្អក្នុងការសិក្សារៀនសូត្រពីកម្រិតថ្នាក់ទី1រហូតដល់កម្រិតថ្នាក់ទី3ប្អូនទទួលបានចំណាត់ថ្នាក់លេខ1ប្រចាំឆ្នាំរៀងរាល់ឆ្នាំព្រោះតែសមត្ថភាពរបស់ប្អូនស្រីវរៈភ័ក្រភាពឆ្លាតវៃបូកផ្សំជាមួយនឹងការលើកទឹកចិត្តពីអាណាព្យាបាលរបស់ប្អូនស្រីផ្ទាល់ប្អូនស្រីវរៈភ័ក្រមានឆន្ទៈនៅក្នុងការបញ្ចេញសមត្ថភាពនៅក្នុងការប្រឡងតាំងតែពីប្អូនស្រីរៀនកម្រិតថ្នាក់មត្តេយ្យរហូតមកដល់បច្ចុប្បន្ននេះកំឡុងពេលប្អូនស្រីរៀនថ្នាក់ទី3ដោយឃើញអំពីសមត្ថភាពការតាំងចិត្តការតស៊ូរបស់កូនបងស្រីហៅស៊ីកិច្ចដែលជាអ្នកម៉ាក់បានជំរុញលើកទឹកចិត្តកូនឲ្យចូលរួមប្រឡងប្រកួតប្រជែងជាបន្តបន្ទាប់ដែលប្អូនស្រីបានចូលរួមប្រកួតប្រមាណជា50កម្មវិធីកំឡុងពេលប្អូនស្រីរៀនថ្នាក់ទី4ហើយអ្វីដែលជាមោទកភាពបំផុតចំពោះប្អូនស្រីវរៈភ័ក្រកំឡុងពេលដែលប្អូនស្រីរៀនថ្នាក់ទី4ជាកូនខ្មែរបានឡើងលើឆាកអន្តរជាតិបង្ហាញអំពីសមត្ថភាពនៃការប្រឡងតស៊ូមតិដែលយើងគ្រប់គ្នាតែងហៅថា debate នៅក្នុងកម្មវិធី The World Scholar Cup ជាលទ្ធផលក្រុមរបស់ប្អូនស្រីបានជាប់ជាក្រុមលំដាប់ទី8ផងដែរជាក្មេងស្រីវ័យទៅតែ10ឆ្នាំប៉ុណ្ណោះព្រោះតែពាក្យថាស្រឡាញ់ការចូលចិត្តនិងអ្នកម៉ាក់លោកប៉ាតែងតែឈរគាំទ្រពីក្រោយមកដល់ពេលនេះប្អូនស្រីធ្លាប់បានចូលរួមប្រឡងប្រកួតប្រជែងទាំងក្នុងស្រុកនិងក្រៅស្រុកលើមុខវិជ្ជាគណិតវិទ្យាវិទ្យាសាស្ត្រអង់គ្លេសអូឡ িম্প ិកដោយឆ្លងកាត់ការប្រឡងជាង60ប្រកួតមកហើយសមិទ្ធផលដែលប្អូនស្រីវរៈភ័ក្រទទួលបានពីការប្រឡងទាំងក្នុងប្រទេសទាំងក្រៅប្រទេសដូចជាសិង្ហបុរីវៀតណាមជាដើមប្អូនស្រីទទួលបានពានចំនួន4គ្រឿងមេដាយចំនួន61គ្រឿងនៅក្នុងនោះរួមមានមេដាយមាសចំនួន28គ្រឿងមេដាយប្រាក់ចំនួន19គ្រឿងមេដាយសំរឹទ្ធចំនួន14គ្រឿងនេះបើគិតត្រឹមខែសីហាឆ្នាំ2025ប្អូនស្រីវរៈភ័ក្រគឺជាក្មេងដែលមានអត្តចរិតល្អមានភាពម៉ឺងម៉ាត់អាកប្បកិរិយាល្អមានចិត្តទូលាយចូលចិត្តនៅក្នុងការចែករំលែកនិងយកចិត្តទុកដាក់នៅក្នុងការសិក្សារៀនសូត្រមែនទែនចំពោះចំណុចពិសេសរបស់ប្អូនស្រីវិញរាល់ការប្រឡងអ្វីមួយប្អូនស្រីតែងតែមានការតាំងចិត្តនៅក្នុងការប្រឡងនិងមានឆន្ទៈខ្ពស់នៅក្នុងការយកនៅលទ្ធផលល្អពីការប្រឡងកម្មវិធីទាំងក្នុងប្រទេសនិងក្រៅប្រទេសទៀតផងជាក្មេងដែលចូលចិត្តភាពច្នៃប្រឌិតចូលចិត្តលេងកីឡាហើយជាពិសេសជាក្មេងម្នាក់ចូលចិត្តលេងភ្លេងទៀតផងបងស្រីហៅស៊ីកិច្ចជាអ្នកម៉ាក់មួយរូបបើទោះបីជាមានភាពមមាញឹកបន្តិចក្តីតែអ្នកម៉ាក់តែងតែឈរអបអរសាទរកូននិងតែងតែចាំលើកទឹកចិត្តកូនជានិច្ចនៅក្នុងការប្រឡងនៅក្នុងការរៀនសូត្រឬក៏ការប្រឡងនានាផងដែរប្រើនៅពាក្យសម្ដីល្អពាក្យសម្ដីវិជ្ជមាននៅក្នុងការជំរុញឲ្យកូនមានឆន្ទៈរៀនមានឆន្ទៈដោយខ្លួនឯងនិងផ្ដល់ជាដំណើរកម្សាន្តជាលក្ខណៈគ្រួសារដើម្បីស្នាមញញឹមរបស់កូនរាល់ការប្រឡងនានាបើកូនធ្វើបានល្អសាលានឹងមានការជំរុញឲ្យកូនទៅប្រឡងដោយមិនគិតប្រាក់កម្រៃហើយទទួលបានរង្វាន់លើកទឹកចិត្តពីសាលានិងកម្មវិធីប្រឡងប្រកួតប្រជែងទៀតផងដែរយើងគួរតែបដិបែបណាហើយគូក្តីសម័យកូនបែបណាដែលកូនអាចដើរទៅបានល្អហើយសុភមង្គលនឹងបង្ហាញចម្លើយទៅកាន់បងប្អូនរបស់គ្នាអរគុណច្រើនណាស់កុំភ្លេចឆាតមក Pack Healthy Cambodia ក៏ចាប់បៃតងណាអរគុណច្រើនបងប្អូន